ខាងខ្ញុំគឺខ្ញុំសម្អាតដៃយូរហើយអញ្ចឹងគឺវាស្ងួតបដានៅពេលដែលវាដាច់ទឹកភ្លៀងមក 4-5 ថ្ងៃគឺវាស្ងួតលឿនតែម្ដងបាទអញ្ចឹងគឺសម្រាប់ការដាំនេះគឺវាត្រូវទឹកភ្លៀងរាល់ថ្ងៃវាចេញពណ៌ល្អបាទគឺពណ៌លឿងស្អាតបើសិនជាពណ៌ក្រហមគឺមានន័យថាតរ៉េហ្នឹងខ្វះទឹកបាទតែបើសិនជាពណ៌អានេះមិនមែនលឿងនេះចង់ចេញជាសវិញបាទនេះគឺទឹកច្រើនបាទដោយសារតែភ្លៀងរាល់ថ្ងៃចឹងគឺសម្រាប់ពណ៌នេះគឺលឿងមកលឿងស្អាតចឹងគឺត្រេនខាងខ្ញុំនេះគឺនៅដូចជាពូជឡាប់ឡាពុកម៉ែបងប្អូននៅតាមដាន channel របស់ខ្ញុំខាងមុនក៏អាចជាស្គាល់ហើយគឺអានោះគឺផ្កាបានវែងហ្នឹងដែរហើយតែថាវែងអាចវែងជាងហ្នឹងទៀតអានោះគឺវាចាញ់មុនអាហ្នឹងប្រហែលជាមួយអាទិត្យចឹងអានោះអាយុស្រាលទេតែចំនួន100ថ្ងៃគឺវាមានចាស់មានទុំអញ្ចឹងគឺអាចជានៅក្នុងចូលឆ្នាំគឺមានពូជហ្នឹងហើយបើសិនជាមានពូជហ្នឹងលក់ពុកម៉ែបងប្អូនកុំច្រឡំថាយកមកពីប្រទេសណាគឺខាងខ្ញុំធ្វើគឺមានចំនួន270ដើមដែរសម្រាប់ដើមអាយុ9ឆ្នាំអញ្ចឹងបាទអញ្ចឹងគឺមួយដើមទុកបាន60ផ្លែ70ផ្លែអញ្ចឹងបាទឥឡូវគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលដើមនេះបន្តទៀតបាទសម្រាប់ផ្កាគឺចេញរយៈបែបហ្នឹងគ្រប់មែកបាទសម្រាប់នេះផ្កាបាទនេះឡើងកងក្តៀងហើយសម្រាប់ត្រេននេះគឺរឹសឡើងមកលើច្រើនបាទតែនេះរឹសចាស់ហើយបាទគឺដាក់ជីទៅនៅពេលដែលត្រួយស្ទុះមកខ្លាំងគឺរឹសថ្មីហ្នឹងវាអាចនឹងហើបឡើងមកលើតែកាលណាត្រួយហើបឡើងមកលើបានច្រើនលុះត្រាតែយើងមានសម្រាមអីនៅពីលើហ្នឹងដូចជាលឹកត្រេនឬក៏ស្មៅដែលយើងកាត់ទៅនេះគឺខាងខ្ញុំគឺអត់បានកាត់ទេគឺបាញ់ថ្នាំសម្រាប់ស្មៅដោយសារតែធ្វើឲ្យដីវាស្ងួតលឿនអញ្ចឹងគឺត្រូវបាញ់ថ្នាំសម្រាប់ស្មៅបាទគឺនេះគឺបាញ់សម្អាតតាមគល់តែម្ដងបាទជុំវិញគល់ហើយសម្រាប់ពុកម៉ែបងប្អូនមកសួរថាតើខ្ញុំប្រើថ្នាំស្មៅអីសម្រាប់ខាងខ្ញុំគឺប្រើអត់រើសទេបាទគឺខ្ញុំបែងចែកតែជា2តែប៉ុណ្ណោះសម្រាប់ថ្នាំដែលខ្ញុំប្រើទី1គឺថ្នាំដែលងាប់លឿនគឺទឹកខៀវហ្នឹងងាប់លឿនបាញ់ហើយមើលពីក្រោយងាប់បាត់ហើយទី2គឺថ្នាំដែលងាប់សឹមប៉ុន្តែងាប់បានយូរបាទអាមួយងាប់លឿនហើយឆាប់រស់អាមួយក្រងាប់តែងាប់ហើយគឺងាប់បានយូរតែម្ដងវាក្រលាស់មកវិញអញ្ចឹងគឺថ្នាំដែលខ្ញុំប្រើនេះគឺខ្ញុំប្រើថ្នាំ Speed 48បាទពុកម៉ែបងប្អូនដែលធ្លាប់ប្រើថ្នាំស្មៅអាចจะស្គាល់ហើយគឺខ្ញុំប្រើកណ្ដុង18លីត្របាទកណ្ដុងវាមួយកណ្ដុង18លីត្រមួយកណ្ដុង18លីត្រអញ្ចឹងឈ្មោះវា Speed 48គឺឈ្មោះខ្មែរតែម្ដងបាទតែថ្នាំចិនតែឈ្មោះខ្មែរបាទអញ្ចឹងខ្ញុំនាំពុកម៉ែបងប្អូនមើលហើយឥឡូវខ្ញុំប្រាប់ចំនួនពុកម៉ែបងប្អូនដែលខ្ញុំប្រើថាប្រើប៉ុណ្ណាហើយងាប់ស្មៅងាប់ល្អតាមជុំវិញហ្នឹងគឺខ្ញុំប្រើចំនួន6លីត្រនិងតាំង1000លីត្របាទអញ្ចឹងគឺបាញ់តែម្ដងហ្នឹងទៀតទេគឺបន្ទាប់មកគឺលែងបាញ់ហើយគឺតែវាលាស់មកម្ដងទៀតគឺធ្វើការកាត់តែម្ដងដើម្បីរក្សាសំណើមនៃគល់ត្រេនឥឡូវយើងត្រូវការស្ងួតយើងបាញ់ទៅសិនអញ្ចឹងគឺបាញ់ចូលកន្លះខែហើយបាទស្មៅនេះ
បានចឹងខ្ញុំនាំពុកម៉ែបងប្អូនមើលដើមនេះវិញម្ដងបាននេះពួកនេះពួកឈុតក្រោយបាននេះការនេះអានេះឈុតក្រោយនេះបានឈុតហ្នឹងគឺស្មើនឹងពួក9ឆ្នាំចឹងឈុតហ្នឹងអាចថានៅខែ5បានចាស់ទុំហើយចំណឈុតវែងហ្នឹងអាចជាពាក់កណ្ដាលខែ4ឬខែ4ថ្ងៃទី20ប៉ុណ្ណឹងបាទលើខ្ញុំនាំពុកម៉ែបងប្អូនមើលដើមនេះទៀតបាននេះអានេះគឺឈុតខែ5នេះបាទពួកហ្នឹងខែ5គឺដើមខែ5ហ្នឹងដាច់ខែ4ចុងខែ4ដើមខែ5ហ្នឹងគឺមានចាស់ទុំហើយពួកហ្នឹងបាទនេះតាមមែកវាគឺពកមកគ្រប់មែកឲ្យបាននេះអញ្ចឹងគឺភ្លៀងបន្តរងថ្ងៃក៏កាន់តែលូតលឿនបាទកាលណាវាចេញជាផ្នែកផ្កាច្បាស់ជាផ្នែកផ្កាបែបនេះហើយនេះបែបនេះបាទនេះអានេះច្បាស់ចេញជាបែបហ្នឹងហើយគឺកាន់តែត្រូវភ្លៀងគឺកាន់តែលូតលឿនបាទនេះដូចជានេះអីត្រូវភ្លៀងរងថ្ងៃកាន់តែល្អថែមកាន់តែលូតលឿនថែមបាទអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលកជួរហ្នឹងឲ្យសម្រាប់ដើមនេះគឺអត់យកទេបាទដើមវារៀងតូចអញ្ចឹងគឺវាចាញ់ត្រួយមកមុនគេបាទត្រួយវាលាអស់ហើយអញ្ចឹងបើសិនជាត្រែននេះខ្ញុំធ្វើយកស្លឹកឈុតទី3អាចជាស្លឹកទៅតែលាប៉ុណ្ណឹងទេបាទនេះគឺតរយៈស្លឹកប៉ុណ្ណឹងគឺទៅតែអាចបាញ់ភីបិសិតបានហើយបើយើងអត់បាញ់ភីបិសិតក៏បានដែរគាត់យើងដាក់ G824 សមហាធម្មពលទៅរាយដល់វាចាស់អាកាសធាតុរាំងគឺវាចេញផ្កាបានតែម្ដងយើងប្រអត់ទឹកធ្វើស្រេះទឹកវាហ្នឹងវានឹងចេញមកបានតែគ្រាន់តែបើអាហារយើងស្ទើក៏វាចេញអត់ស្រស់ចេញមាន2-3ឈុតអីចឹងបាទអញ្ចឹងគឺបើយើងបាញ់ភីបិសិតគឺវាចេញមកយ៉ាងច្រើនបំផុតគឺ2ឈុតទេវាអត់មានដល់3-4ឈុតទេបាទអញ្ចឹងគឺហើយក្នុងមួយដើមគឺវាមានតែមួយឈុតគឺស្រួលមើលថែវាកាន់ផ្លែមកផ្លែបានប៉ុនគ្នាស្មើតែម្ដងបាទហើយនឹងមួយទៀតសម្រាប់ពុកម៉ែបងប្អូនខ្លះគាត់គាត់ហ៊ានជ្រុលបាទគាត់ត្រែងគាត់ធ្វើអត់បានផ្លែអញ្ចឹងគាត់ចង់បានផ្លែគាត់ហ៊ានធ្វើភីបិសិតដូចជាផាក្លូបាទហើយកាត់ថាភីបិសិតហ៊ានជ្រុលគាត់បាញ់ដោយមិនបានដឹងគ្រប់ជ្រុងជ្រោយថាអត្ថប្រយោជន៍ហើយឬក៏គុណវិបត្តិនិងគុណសម្បត្តិវាបែបណាខ្លះអញ្ចឹងពុកម៉ែបងប្អូនខ្លះគាត់អត់បានស្វែងយល់ឲ្យច្បាស់អញ្ចឹងគាត់ចេះតែប្រើតាមគេប្រើតាមអ្នកលក់ដែលប្រាប់ឲ្យប្រើ1លីត្រនិងទឹក200លីត្របាទអាហ្នឹងគឺក្នុងចំនួនគេឲ្យប្រើហ្នឹងគឺនៅក្នុងកម្របដបតែម្ដងគឺក្នុងច្បកដបប៉ុន្តែសម្រាប់ការប្រើប្រាស់ផ្ទាល់គឺអត់ដូចនៅក្នុងការសម្បកដបហ្នឹងទេបាទអញ្ចឹងបើសិនជានៅរយៈខែ10ខែ11យើងប្រើតាមសម្បកដបហ្នឹងគឺត្រែនយើងច្បាស់ណាស់ថាចេញផ្កាណែនក្តន់ហើយខ្លីហើយនឹងត្រួយនៅទាំងស្ដោកអត់ចាញ់ត្រួយទេបាទអញ្ចឹងពេលប្រមូលផលហើយប្រឈមមុខនឹងដើមទ្រុឌទ្រោមដើមខ្សោយហ្នឹងគឺខ្ញុំជម្រាបជូនពុកម៉ែបងប្អូនដែរគាត់ចង់ធ្វើសានចង់ធ្វើហៅកាត់ថាភីបិសិតតែគាត់អត់បានដឹងច្បាស់គាត់ចេះតែប្រើតាមគេបាទអញ្ចឹងគឺសម្រាប់ពុកម៉ែបងប្អូនដែលគាត់តាមដាន channel របស់ខ្ញុំគាត់អាចដឹងខ្លះហើយគឺខ្ញុំធ្លាប់ធ្វើវីដេអូនិយាយអំពីភីបិសិតនឹងដែរថាតើគួរប្រើរយៈណាយើងប្រើបែបម៉េចបាទអញ្ចឹងគឺសម្រាប់1លីត្រគឺខ្ញុំអត់ដែរប្រើដល់1លីត្រទេខ្ញុំប្រើត្រឹម350 400និងទឹក200លីត្រអញ្ចឹងឧទាហរណ៍ថា400 cc និងទឹក200លីត្រអញ្ចឹងនឹងបើសិនជាខែ11អីខ្ញុំប្រើតែដូចឆ្នាំមុន
ខ្ញុំប្រើតែ350និងទឹក200លីត្រអញ្ចឹងគឺស្មើនឹង1លីត្រកន្លះនិងទឹក1000លីត្របាទគឺប្រើបរិមាណប៉ុណ្ណឹងគឺធ្វើឲ្យផ្កាចេញមកស្រស់ហើយក៏អត់ប៉ះពាល់ដើមដែរតែបើសិនជាយើងប្រើច្រើនលើសហ្នឹងគឺវានឹងប៉ះពាល់ដល់ដើមបាទសុខភាពដើមធ្វើឲ្យការលូតលាស់របស់វាគឺអត់ល្អទេយើងបានផ្លែបានផ្កាតែចុងក្រោយដើមយើងគឺខ្សោយអន់តែម្ដងអត់ចង់ចេញត្រួយបាទហើយនឹងមួយទៀតសម្រាប់ពុកម៉ែបងប្អូនដែលគាត់ប្រើចំនួនសមស្របហើយប៉ុន្តែអ្នកបាញ់គាត់បាញ់ឲ្យសល់គាត់បាញ់ហើយតែសល់ទឹកនឹងសល់ថ្នាំនឹងគាត់បាញ់បកទៅហើយទឹកគាត់ស្ដាយថ្នាំអញ្ចឹងគឺអាដើមដែលបាញ់បកមកវិញគឺនឹងលើសចំនួននឹងធ្វើឲ្យដើមនឹងការលូតលាស់ត្រួយក៏លូតលាស់មកទួយចញ្ញល់ហើយផ្កាក៏ខ្លីនឹងហើយដោយសារតែយើងប្រើត្រូវចំនួនហើយដើមផ្សេងគឺយើងបាញ់តែម្ដងអត់អីទេតែមកដើមយើងបាញ់2ដងហ្នឹងបាញ់បកមកវិញហ្នឹងគឺអញ្ចឹងតែម្ដងហើយខ្លះដូចជាក្នុងចការដែលខ្ញុំធ្វើផ្ទាល់ក៏មាន2ដើមដែរដោយសារតែអ្នកបាញ់ហ្នឹងគឺគាត់វល់ជក់បរិយអញ្ចឹងគឺគាត់នៅដាក់ស្រោចរៀងចោកជាងគេគឺធ្វើឲ្យវាចេញផ្កាមករៀងខ្លីជាងគេហើយស្លឹករៀងកញ្ញាញ់ជាងគេអញ្ចឹងបាទតែបើដើមដែលបាញ់ទៅធម្មតារយតែម្ដងគឺអត់អីបាទធម្មតាបាទឥឡូវនេះគឺខ្ញុំថតផ្កាជូនពុកម៉ែបងប្អូនដែលគាត់ចង់ដឹងថាតើត្រេនខាងខ្ញុំហ្នឹងគឺវាដល់ណាហើយបាទខាន់ឃើញចេញវីដេអូយូរបាទឥឡូវគឺចេញរយៈប៉ុណ្ណឹងហើយសម្រាប់ថ្នាំបាទខ្ញុំជម្រាបជូនពុកម៉ែបងប្អូនសម្រាប់ថ្នាំដែលបើផ្កាជំនួយផ្កាអញ្ចឹងគឺសម្រាប់ថ្នាំបើថ្នាំជំនួយគឺទី1គឺកាស្យូមបូរ៉ុនបាទកាស្យូមបូរ៉ុនហើយទី2គឺសារ៉ាយសមុទ្រហើយនឹងទី3ថ្នាំសត្វល្អិតបាទពុកម៉ែបងប្អូនបាញ់តែ3មុខហ្នឹងទៅគឺគ្រប់គ្រាន់ហើយសម្រាប់ត្រេននេះសម្រាប់ម៉ាញ់សូមអីគឺអត់ចាំបាច់ទេម៉ាញ់សូមគឺសំខាន់ទៅលើស្លឹកអញ្ចឹងនៅពេលដែលខ្ញុំបាញ់ឧទាហរណ៍ថាខ្ញុំប្រើបាញ់ផ្កាខ្ញុំបាញ់ស្លឹកទាំងក្នុងទាំងក្រៅតែខ្ញុំប្រើម៉ាញ់សូមអត់គឺអត់ទេបាទខ្ញុំប្រើតែថ្នាំស្លឹកតែមួយទេហើយថ្នាំផ្កាជាងថ្នាំផ្កាក៏អាចបាញ់ស្លឹកបានហើយថ្នាំស្លឹកក៏អាចបាញ់ផ្កាបានប៉ុន្តែបើសំទោសគឺអាឈុតបាញ់ផ្កាហ្នឹងគេបាញ់ទៅស្លឹកបានតែបើអាឈុតមួយទៀតម៉ាញ់សូមដូចជាម៉ាញ់សូមសង្កសីអាហ្នឹងគឺមិនបាច់បាញ់ទៅផ្កាទេព្រោះតួនាទីវាគឺសង្កសីហ្នឹងធ្វើឲ្យស្លឹកត្រេនយើងហ្នឹងធន់នឹងអាកាសធាតុបាទធ្វើឲ្យស្លឹកត្រេនយើងវារឹងមាំធន់នឹងអាកាសធាតុក្តៅត្រជាក់ល្ងានៅខាងមុខអញ្ចឹងកុំឲ្យវាហ្នឹងចាញ់ល្ងាចាញ់ក្តៅបាទអញ្ចឹងដូចជាបាក់សាំងទៅអញ្ចឹងយើងត្រៀមនៅក្នុងខ្លួនវាឲ្យរឹងមាំមកហើយនៅពេលដែលអាកាសធាតុមកគឺទូក្តៅត្រជាក់ប៉ុណ្ណាក៏វាអត់បញ្ហារឿងស្លឹកខ្លោចស្លឹកឬក៏ឆេះស្លឹកឬក៏លឿងស្លឹកអីដែរបាទអញ្ចឹងគឺសម្រាប់ទៅតាមប្រភេទដីដែរទេសម្រាប់ដីខ្លះគឺមានធាតុសង្កសីច្រើននឹងដីអញ្ចឹងត្រេនវាអាចបឺតយកធាតុសង្កសីនឹងទៅប្រើបានគ្រប់គ្រាន់ប៉ុន្តែសម្រាប់ប្រភេទដីល្បាយខ្សាច់គឺច្បាស់ណាស់ខ្វះជាងគេគឺខ្វះធាតុដែកហើយធាតុសង្កសីបាទសម្រាប់ដីខាងខ្ញុំនេះបានដីល្បាយខ្សាច់នៃសស្ពុះជីកស្រួលមកបាទជីកចង្រិតអីស៊ីផុយនេះសេតខ្សាច់បាទអញ្ចឹងគឺនេះសម្រាមព្រោះអាសម្រាមនេះគឺមានប្រយោជន៍បាទឬវាចូលមកស៊ីអាសម្រាមហ្នឹងបាទអញ្ចឹងគឺសម្រាមនេះដូចជាជីអញ្ចឹងជីធម្មជាតិបាទអញ្ចឹងអាសម្រាមនេះទៅតែកាយមកពីគល់ទេអញ្ចឹងគឺអត់ទាន់មានរឹសឡើងមកទេស
សម្រាប់នេះទៀតទៅពេលដែលស្លឹកវាហើបមកខ្លាំងគឺតាមសម្រាប់ហ្នឹងគឺសិតតែនេះតែម្ដងហើយនៅពេលដែលខែកាត់ស្មៅបាទអញ្ចឹងគឺកាត់ស្មៅទៅស្មៅនៅក្រោមដើមកាត់ទៅស្មៅនៅក្រោមដើមហ្នឹងធ្វើឲ្យពេលនេះស្មៅនឹងអាលួយទៅពេលយើងស្រោចទឹកត្រូវក្តៅផងយើងស្រោចទឹកផងនៅពេលដែលស្មៅនឹងអាលួយទៅឬនឹងវាស៊ីស្មៅវាឡើងមកលើគោកបែបនេះបាទនេះសម្រាប់ឬហើយសម្រាប់មួយទៀតបាទខ្ញុំឃើញនៅក្នុងសង្គម Facebook ឃើញគេដាក់ G824 ច្រើនហើយដាក់កលើគ្នាបាទអញ្ចឹងគឺសម្រាប់ពុកម៉ែបងប្អូនដែលតាមដាន channel របស់ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនថាការដាក់ G824 ឬក៏ G ជារួមប្រភេទ G គីមីតែម្ដងប្រភេទ G គីមីគឺអត់អាចដាក់កលើគ្នាអញ្ចឹងបានទេកាលណាដាក់កលើគ្នាបែបហ្នឹងធ្វើឲ្យវាប្រព័ន្ធឬហ្នឹងវាអាចបឺត G នឹងបានទេព្រោះគ្រប់ G ឲ្យតែ G គីមីគឺវាមានជាតិប្រៃអញ្ចឹងកាលណាដែលយើងប្រើច្រើនជ្រុលធ្វើឲ្យឫសហ្នឹងវាត្រូវបឺតប៉ុន្តែវាមិនអាចបឺតបានវាប្រៃវាខ្លោចវាងាប់ឫសហ្នឹងតែម្ដងវាអត់បានបឺត G ទេហើយវាងាប់ឫសហ្នឹងទៀតអញ្ចឹងគឺការណាយើងដាក់បែបហ្នឹងគឺទី1គឺខូចដីធ្វើឲ្យដីក្តាំងដីខូច pH ហើយទី2គឺប្រព័ន្ធឫសដែលយើងត្រូវបឺត G ហ្នឹងក៏វាខូចដែរអញ្ចឹងគឺសម្រាប់វិធីដាក់ដែលត្រូវអញ្ចឹងគឺវិធីនោះដាក់សម្រាប់ G ធម្មជាតិ G សរីរាង្គឬ G ធម្មជាតិ G អាចគោ G អាចមាន់បាទលីមុគោលីមុមាន់ដូចជា G កប៉ោះបាទដាក់បែបនងបានបាទគឺដាក់កពីលើគ្នារយជុំវិញឬក៏បាចកពីលើគ្នាបានតែសម្រាប់ G គីមីមិនថា16 3ដើម15 3ដើមឬ4600ឬក៏17 3ដើមឬក៏15 520ឬក៏8 24នេះទេឬក៏3 25 25នេះទេបាទយើងអាចដាក់កបែបហ្នឹងដូចជាធម្មជាតិឬជាសរីរាង្គបានទេបាទគឺយើងបាចធ្វើម៉េចឲ្យវាសាតមកគ្រាប់ឃ្លាតពីគ្នាយ៉ាងណាក៏មកកញ្ចក់ដៃបាទគេហៅមកស្រូវបាទមកស្រូវពីគ្នាដែរបាទបងប្អូនឆ្ងល់ថាមកស្រូវមិនគឺយកគ្រាប់ស្រូវទៅវាស់ទៅឲ្យវាឃ្លាតឆ្ងាយពីគ្នាវាយហ្នឹងហើយឲ្យសពពេញដីទៅហើយសម្រាប់ខាងគល់កន្លះម៉ែត្រចេញមកពីគល់នេះគឺមិនបាច់ឲ្យវាដល់ទេគឺឫសនឹងគល់គឺវាអត់សូវមានទេគឺឫសដែលដំណើរការគឺខាងចុងវាច្រើនខាងចុងមែកចុងស្លឹកហើយនឹងចូលមកខាងក្នុងបន្តិចអញ្ចឹងគឺខាងគល់គឺមិនបាច់ប្រើទេបាច់ចាំដាក់ដល់ទេទី1គឺវាអាចធ្វើឲ្យដីកន្លែងគល់ហ្នឹងគឺវាខូចដែរបើមិនយើងប្រើដល់គល់ញឹកញាប់បាទអញ្ចឹងគឺការប្រើគឺបាច់វិស័យអំតប់ហ្នឹងបើពុកម៉ែបងប្អូនប្រើច្រើនហើយចង់ដាក់ច្រើនអញ្ចឹងពុកម៉ែបងប្អូនអាចសាទៅខាងក្រៅកាន់តែល្អមិនបាច់ចាំដាក់កលើគ្នាក្រោមហ្នឹងទេបាទហ្នឹងជម្រាបជូនពុកម៉ែបងប្អូនដែលគាត់តាមដាន channel របស់ខ្ញុំគាត់ចង់ធ្វើឲ្យត្រូវក្បួនដើម្បីកុំឲ្យមានបញ្ហានៅថ្ងៃក្រោយខូច pH ដីត្រេននៅត្រឹងអត់ព្រមអត់បឺត G បឺតអីឡើងទៅនឹងមូលហេតុដោយសារតែដីហ្នឹងវាខូច pH ហើយឫសហ្នឹងក៏វាខូចដែរវាអត់អាចបឺតបានដោយសារដីវាប្រៃជ្រុលអីចឹងបាទឥឡូវខ្ញុំជម្រាបជូនបងប្អូនហ្នឹងហើយឥឡូវខ្ញុំនាំបងប្អូនមើលជួរនេះផាត់តែម្ដងបាទហើយវីដេអូនេះក៏វែងជាងរាល់ដងដែរដោយសារតែនិយាយរឿងច្រើនខាងចេញយូរបាទសម្រាប់ដើមនេះក៏ចេញដែរបាទនេះនឹងពកតាមក្រោយបាទដើមនេះពកទូចបែបនេះគឺច្រើនហើយធំបែបនេះគឺមានតិចអញ្ចឹងគឺទុកវាលាយគ្នាសិននៅពេលដែលវាធំគឺមើលចាក់ស្ដែងមួយដើមយើងទុក2ឈុតបានមិនដែរទុកមែកផ្សេងគ្នាឬក៏ដើមហ្នឹងយើងចង់ទុកតែមួយឈុតយើងអាចផ្ដាច់អាណាដែលតិចជាងគេចោលបាទ
ឥឡូវខ្ញុំនាំបងប្អូនមើលដើមជាបន្តបាននេះពកមកនេះបាននេះសម្រាប់នេះផ្កានេះផ្កាដែរពួកនេះគឺផ្លែផ្កាមកពកបានអានេះខាងលើនោះគឺពកតាមមេឃមកហើយលើនេះដើមផាត់ជួរចុងក្រោយតែម្ដងបាទដើមនេះក៏ផ្កាដែរនេះបាទជាងដើមនេះគឺផ្កាមកល្មមសំរុំมันតិចពេកហើយក៏มันច្រើនពេកបានអានេះតែពកមកនេះរយៈផ្នែកក្តាមបាននេះចឹងបើពុកម៉ែបងប្អូនចង់ដឹងថារយៈផ្នែកត្រីបែបណារយៈបែបផ្នែកត្រីគឺមើលអត់ដឹងទេបាទអត់មែនអត់ដឹងអីទេអត់ដឹងថាផ្កាឬក៏ក្តៀងបាននេះរយៈផ្នែកត្រីនេះបាននេះអូពងត្រីចៅពងត្រីសរំភេទត្រីបាទវាកញ្ញំមកបែបមិនតាន់តែជាក្តៀងឬក៏ជាផ្កាហ្នឹងគឺរយៈពងត្រីហើយសម្រាប់លៀនមកហ្នឹងគេហៅជាផ្នែកក្តាមហើយបាទឥឡូវគឺវីដេអូខ្ញុំក៏អត់មានច្រើនណាស់មានតែប៉ុណ្ណឹងហើយក៏វាវែងដែរបើសិនជាវានៅរឿងខ្លីគឺខ្ញុំអាចថតជូនចូលប្លង់ថ្មីជូនបងប្អូនបាទអានេះប្លង់ថ្មីបាទនេះប្លង់ទី3ចឹងគឺខ្ញុំថតមិញថតប្លង់ទី2ហើយនេះចូលប្លង់ទី3ប្លង់ទី4ទី5អានេះមាន4ប្លង់បាទភាសាតំបន់នេះគឺតំបន់ខ្យល់អញ្ចឹងគឺទុកស្វាយកាត់ជាមួយប្លង់អញ្ចឹងក្នុងមួយប្លង់ដោយមួយប្លង់នេះមាន10ជួរបាទនេះ10ជួរហើយនោះវែងទៅផ្លូវនោះបាទអញ្ចឹងគឺមួយប្លង់មាន10ជួរមួយប្លង់មាន10ជួរអញ្ចឹងបាទឥឡូវក៏វីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងសិនក៏ជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលតែងតែតាមដាន channel របស់ខ្ញុំហើយជាចុងក្រោយក៏ជូនពរបងប្អូនរកទទួលទានមានបានហើយនឹងមានសុខភាពល្អទាំងអស់គ្នាបាទឥឡូវពីខ្ញុំម្ចាស់ channel ធ្វើ Train យលុយ2026ក៏ជម្រាបលាបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនបាទជម្រាបលាបាទ